រៀបសួរមកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំជាមន្ត្រីស្ម័គ្រចិត្តមកពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបៃលិនថ្ងៃនេះខ្ញុំចូលមកផ្សព្វផ្សាយក្នុងខាងសាតាំងមករត់បាំងរលឹមដើម្បីជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដើម្បីចុះឈ្មោះចូលរៀនជំនាញដែលឥតបង់ប្រាក់និងទទួលបានប្រាក់ឧបត្ថម្ភជារៀងរាល់ខែនោះមានជំនាញដូចជាការថែទាំនិងជួសជុលរថយន្តការថែទាំនិងជួសជុលយានយន្តការថែទាំម៉ាស៊ីនត្រជាក់ការថែទាំនិងជួសជុលរថយន្តការរំលាយអគ្គិសនីក្នុងអគារការរចនាក្រាហ្វិកកុំព្យូទ័រសេវាកម្មសម្អាងកាយសេវាកម្មរដ្ឋបាលសេវាកម្មកាត់សក់បុរសសេវាកម្មកុំព្យូទ័រនិងសេវាកម្មបរិក្ខារម៉ាស៊ីនត្រជាក់ក្នុងគេហដ្ឋានការកែច្នៃនិងបន្លែផ្លែឈើយើងចាំមកនេះដើម្បីជ្រើសរើសដើម្បីរៀនជំនាញនៅខាងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈយើងនេះគិតអស់លុយអត់ទៅរៀន អត់ទេបងទៅអត់ទៅ ហើយមានកន្លែងស្នាក់នៅអត់ មានបងមាននៅបៃលិនមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមានកន្លែងសិស្សស្នាក់នៅឲ្យសិស្សហើយបើសិនជាគាត់មានបានក្រីក្រឬបានរងហានិភ័យក៏ទទួលបានប្រាក់ឧបត្ថម្ភហើយដល់ពេលរៀនចប់ខាងសាលាយើងសញ្ញាបត្រឲ្យទៀតសញ្ញាបត្ររៀនចាប់អត់លើទៀតអត់តែសញ្ញាបត្ររៀនគាត់រៀនសិក្សាចាគាត់រៀនជំនាញកុំព្យូទ័រគាត់ចាប់គាត់បានសញ្ញាបត្រចឹងហើយចាហើយគាត់គេមានសិស្សក្នុងការរកការងារអត់បងថ្លៃទេហើយបានប្រាក់ឧបត្ថម្ភចឹងពីខាងសាលាយើងក្នុងនោះមានបងមានតាមរយៈបងចឹងបងទៅខ្ញុំរៀនមួយថ្ងៃបងចង់រៀនអីខាងសាលាបងមានបានក្រីក្រឬក៏មានបានរងហានិភ័យហើយបងអាចទទួលបានប្រាក់ឧបត្ថម្ភពីខាងសាលាហើយបងរៀនចប់គឺខាងសាលាចេញសញ្ញាបត្រឲ្យបងចឹងណាខ្ញុំសັບផ្សាយទៅនឹងរៀនជំនាញណាបងខាងទឹកក្រៃឈើមួយលោកអ្នកគ្រូស្រីបាទ